សួស្តីអ្នកគ្នាថ្ងៃនេះគឺខ្ញុំមកសម្រាយរឿងថ្មីទៀតហើយខ្ញុំក៏ជាអ្នកសម្រាយរឿងដែលថ្មីថ្មោងម្នាក់ដែរថ្ងៃនេះគឺខ្ញុំមានរឿងល្អមើលមួយដែលចែកជូនគ្នាយើងមើលតែម្ដងណារឿងនេះគឺបង្កើតនៅឆ្នាំ2017ឈ្មោះរឿងមួយនេះគឺមានឈ្មោះថា Red a Bubble Man ខ្ញុំមិនដឹងថាខ្ញុំអានត្រូវឬខុសទេអ្នកគ្នាតែខ្ញុំនឹងអត់សូវចេះអង់គ្លេសប្រហែលទេអ្នកគ្នាអញ្ចឹងអ្នកគ្នាជួយអធិស្ឋានកន្លែងនឹងបន្តិចអញ្ចឹងណាចាប់ផ្ដើមនៅសាច់រឿងរបស់យើងនឹងគឺមានមេតបម្នាក់ដែលពាក់អាវក្រោះពណ៌មាសហើយគាត់នៅបានដើរទៅសម្ដៅទៅរកបរិសម្នាក់ដែលឈិតនឹងដល់សេចក្តីស្លាប់ចឹងណាហើយគេក៏បានឆ្លុះបញ្ចាំងឲ្យឃើញត្បូងមួយដែលអត់ដឹងថាត្បូងហ្នឹងគឺជាអ្វីទេអ្នកនរគ្នាហើយបរិស័កពណ៌ក្រហមហ្នឹងបាននិយាយប្រាប់មេតបអាវក្រោះពណ៌មាសហ្នឹងថាយើងដឹងថាឯងជាមនុស្សអាក្រក់ឯងបានប្រើអំណាចដែលព្រះហាមឃាត់ហើយឯងបានបន្តវិបហាទីសក្ការៈរបស់ខ្លួនឯងពិតជាមនុស្សអាក្រក់ខ្លាំងណាស់តបពីបរិសអាវក្រោះពណ៌មាសបានលើបរិស័កក្រហមគាត់ក៏បានសម្រេចចិត្តបញ្ចប់ជីវិតបរិស័កក្រហមនៅពេលនេះតែម្ដងជាងសាច់រឿងមួយនេះគឺបានបញ្ជាក់ឲ្យយើងដឹងថាគឺក្បត់អាទិទេពនិងអាទិទេពដូចគ្នាអ្នកនរដើម្បីអំណាចអីចឹងណាហើយមេតបអាវក្រោះពណ៌មាសហ្នឹងក៏បានបើករបងមុខអីចឹងអ្នកនរអញ្ចឹងខ្ញុំមិនដឹងថាបរិសហ្នឹងជាណាគេទេយើងមានតែតាមដានទាំងអស់គ្នាដើម្បីដឹងសាច់រឿងអីចឹងណាបន្ទាប់ពីបរិសអាវក្រោះពណ៌មាសបានសម្លាប់បរិសសក់ក្រហមរួចបានឈានទៅដល់អាណាចក្រមួយដែលអាណាចក្រហ្នឹងគឺគេអត់បានបញ្ជាក់ឈ្មោះទេអ្នកនរគ្នាអញ្ចឹងខ្ញុំមិនដឹងថាគួរហៅអាណាចក្រអីទេបានឃើញសត្វមួយពងព្រុសភ្លើងនឹងជាសត្វអីអ្នកនរគ្នាហើយបរិសនេះគឺជាមនុស្សអាក្រក់អញ្ចឹងអ្នកជួញដូរសត្វចម្លែកអីចឹងណាដែលពពួកអស់ហ្នឹងដឹងគេហៅថាអេឬក៏អីទេអ្នកនរគ្នាដោយសារខ្ញុំស្រាវជ្រាវរឿងពីមុនដល់ឃើញកជីវិញអញ្ចឹងគឺពពួកអេលហើយស្រាប់តែសក់ហ្នឹងគឺមានបរិសម្នាក់ដែលពាក់របាំងមុខឃ្លុំចិត្តតែម្ដងអ្នកនរគ្នាគឺមករំដោះពពួកអេហ្នឹងអញ្ចឹងខ្ញុំសូមហៅពពួកអេលដោយសារខ្ញុំមិនដឹងថាគួរហៅសត្វអីទេហើយបរិសមួយហ្នឹងពិតជាសាហាវខ្លាំងតែមែនតែម្ដងគ្នាយើងក៏ធ្វើការសម្លាប់នឹងរង្គាលទៅអស់តែម្ដងហើយខ្ញុំសូមបញ្យល់គ្នាយើងកន្លែងហ្នឹងសិនគឺថាបរិសម្នាក់ហ្នឹងគឺមករំដោះពពួកអេលដែលជាអ្នកទោសអញ្ចឹងណាដើម្បីសន្តិភាពតែពពួកអាក្រក់ហ្នឹងគឺព្យាយាមសម្លាប់ផ្ដាច់ពពួកអេហ្នឹងដោយសារពពួកអេហ្នឹងគឺសម្រាប់សំខាន់ជួយដល់ពពួកល្អអញ្ចឹងណាអ្នកគ្នាហើយតាមួយហ្នឹងគឺគាត់នៅឃើញគាត់ភ្លាមគឺថារត់គេចតែម្ដងណាហើយតាអាក្រក់ហ្នឹងក៏មិនអន់ទេអ្នកគ្នាគឺបានបញ្ចេញម៉ាណាអីគេបីសាច់របស់គាត់នេះនិយាយពីថាកាយសាហាវខ្លាំងមែនតើអ្នកគ្នាគឺថាសាហាវតែមែនតែម្ដងណាហើយទោះជាគាត់ព្យាយាមបញ្ចេញបីសាច់ខ្លាំងប៉ុណ្ណាក៏ដោយក៏គ្មានគីឡូឈ្មោះបរោះហ្នឹងតែម្ដងបរោះមួយហ្នឹងគាត់នៅប្រើតែមកស្គីលរបស់គាត់គឺថាផ្ដាច់ជីវិតបីសាច់ហ្នឹងតែម្ដងហើយមុននឹងបីសាច់ហ្នឹងងាប់អីចឹងអ្នកគ្នាគឺបានវាយថ្មឲ្យបាក់ស្កត់ទៅលើអាតាអាក្រក់មួយនឹងអញ្ចឹងណាហើយតាមមួយនឹងគឺចិត្តងាប់អីគឺថាសុំជំនួយពីបរិសម្នាក់នឹងទៀតហើយខ្លួនឯងធ្វើអាក្រក់ច្រើនខ្លាំងមែនទែនដោយសារតែបរិសរបាំងមកនឹងខ្លាចកងទ័ពរបស់រាជវាំងមកតាមតអញ្ចឹងណាគឺធ្វើការបញ្ចប់ជីវិតតានឹងតែម្ដងហើយបរិសម្នាក់នេះក៏អត់ដឹងជាណាគេដែរអ្នកនរគ្នាហើយគាត់ក៏បានសង្ស័យថាតើជាពីណាគេជាអ្នកសម្លាប់តាអាក្រក់មួយនេះនឹងហើយអ្នកនរគ្នាសាច់រឿងរបស់ខ្ញុំនឹងគឺសូមស្លេះប៉ុណ្្នឹងសិនបើអ្នកនរគ្នាពេញចិត្តអីចឹងណាគឺអ្នកនរគ្នាអាចខមមិនឲ្យខ្ញុំបន្តវគ្គបានហើយសារៈខៀងណាដែលពេញចិត្តនឹងវីដេអូខ្ញុំចង់ឲ្យខ្ញុំធ្វើបន្តទៀតគឺគ្នាយើងអាចជួយ Subscriber ដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តបន្តធ្វើទៀតចឹងណាគ្នាយើងកុំភ្លេចជួយ Like វីដេអូខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តបន្តទៀតអរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូមួយនេះ